ពេលទៅដល់ប្រាសាទមួយនេះមានអារម្មណ៍ថាដូចមានផ្លូវមួយរូងមួយដែលចូលទៅក្រោមនោះហៅថាប្រាសាទតាពាំងចំបក់ឬក៏បងប្អូនអ្នកស្រុកហៅថាប្រាសាទតុកកសាងនៅសតវត្សទី10ហើយកន្លែងនេះគឺជាកន្លែងធ្វើពិធីផ្សេងៗរបស់អ្នកភូមិស្រែចង្ហូតនិងអ្នកភូមិតាអែយើងមើលពីក្រៅហាក់ដូចជាមិនមានប្រាសាទផ្លូវចូលស្ដុកមានដប់មានព្រៃមានដើមឈើធំធំមានវល់រុំជុំវិញនោះគឺស្ងាត់ទៅយំបងប្អូនហើយចូលទៅខ្ញុំមានអារម្មណ៍ថាព្រឺក្បាលនៅប្រាសាទខ្ញុំដើរច្រើនហើយប៉ុន្តែចូលទៅព្រឺក្បាលដូចផ្សារនេះទេនេះម៉ោង12អ្នកទាំងគ្នាចូលទៅដល់មានអារម្មណ៍ទៅព្រឺក្បាលឡំខ្ញុំនៅបានយូរទេបងប្អូនអើយផ្សារយើងសង្កេតមើលពីក្រៅហាក់ដូចជាធម្មតាប៉ុន្តែមើលទៅដូចមានផ្លូវមួយចូលទៅក្រោមរូងភ្នំបូកយ៉ាងជ្រៅប៉ុន្តែដោយកតាផ្សេងដើមឈើវាដុះពីលើបាក់ហើយនឹងដីវាភុកផុយផងក៏វាបិទចិត្តបើថាយើងមើលយូរទៅសង្កេតមើលទៅមានអារម្មណ៍ថាដូចផ្លូវមួយនេះចូលទៅក្រោមរូងភ្នំបូកយ៉ាងជ្រៅបងប្អូនមើលមានទ្វារមានខ្លងទ្វារតែមកប្រឡោះនេះទៅចូលខ្ញុំដើមឯងមកពី10នេះអើយព្រឺក្បាលឡំក៏នៅបានយូរទីប្រាសាទនេះជាប់នឹងជើងភ្នំបូកបើយើងមើលពីក្រៅមិនដឹងថាប្រាសាទនេះទេប្រាសាទមានអុយទេប្រាសាទនេះជាប់នៅភូមិចុងភូមិស្រែចង្ហូតទល់នឹងភូមិតាអែជាប់នឹងជើងភ្នំបូកបណ្ដោយហើយបើយើងជិះមកផ្លេតមិនបានចាប់អារម្មណ៍មើលក៏អត់ដេញថាមានប្រាសាទមានអុយដែរតែដូចគេមើលតាស្ថានភាពប្រាសាទទាំងមូលទៅប្រាសាទនេះសាងសង់អំពីអឡងទ្វារធ្វើអំពីថ្មភក់និងក្បាច់រចនាផ្សេងក្បាច់រចនាបានបែកបាក់ខ្លះហើយបងប្អូនអត់មានឃើញមានអុយទេមើលតែការរៀបចំអុយដោយសារដើមឈើអុយវាដុះពីលើទៅចែកមេឃទៅវាលលុះផ្លូវរូងចូលនោះណាមើលអត់ឃើញបើយើងមើលសង្កេតមើលយូរទៅមានអារម្មណ៍ថាដូចមានផ្លូវចូលទៅក្នុងក្រមភ្នំបូកបណ្ដោយនេះគេហើយក៏មិនមានឯកសារណាបញ្ជាក់បានច្បាស់ទេអានេះជាការសន្និដ្ឋានរបស់ខ្ញុំទេហើយប្រាសាទនេះក៏មិនសូវមានឈ្មោះបោះសលេងដោយប្រាសាទដទៃទេដោយសារប្រាសាទនេះមានកន្លែងទូចហើយមិនសូវមានភ្ញៀវជាតិអន្តរជាតិបានស្គាល់បានឃើញទេមានតែអ្នកភូមិអ្នកស្រុកទេដែលមកធ្វើពិធីផ្សេងសុំបន់ទានសុំទឹកធ្វើពិធីសុំទឹកភ្លៀងហើយចូលមាត់ចូលអីណាបានអ្នកភូមិគេត្រូវការបានគេមកត្រួសត្រាយទៅឆ្លាស់ប្រាសាទនេះឃើញបើថានៅដូចសប្ថ្ងៃគឺអត់មានអីទេបងប្អូនហើយដើមឈើដុះចិត្តជុំវិញបើយើងជិះមើលតែមួយផ្លេតអត់បានដេញតែមានប្រាសាទមានអីទេហើយនាងក៏ខ្ញុំក៏ចង់មកសបផ្សាយពីប្រាសាទបុរាណដូចជាមកថតឲ្យបងប្អូនបានដេញបានឃើញណាហើយក៏វីដេអូខ្ញុំមានតែប៉ុណ្ណេះបងប្អូនកុំភ្លេចចូលទៅ follow page ខ្ញុំអ្នកមួយផងនិង subscribe YouTube ខ្ញុំអ្នកមួយផងដើម្បីខ្ញុំធ្វើវីដេអូផ្សព្វផ្សាយពីប្រាសាទដែលបងប្អូនអ្នកដែលបាន skill ណាវីដេអូក៏យើងមានតែប៉ុណ្ណេះបងប្អូនបាយ